តើការបូមខ្សាច់ពិតជាបានកាត់បន្ថយការបាក់ច្រាំងទន្លេពិតមែនដែរឬទេ10ឆ្នាំជាងមកហើយដែលការបូមខ្សាច់តាមដងទន្លេនៅប្រទេសកម្ពុជាចេះតែបន្តកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈរបាយការណ៍មួយនៅលើគេហទំព័ររបស់មេគង្គអាយបានរកឃើញថាការទាញយកខ្សាច់ពីទន្លេមេគង្គនៅកម្ពុជាបានកើនឡើងទ្វេដងពីចំនួន24លានតោនក្នុងឆ្នាំ2016រហូតដល់59លានតោនក្នុងឆ្នាំ2020ដែលចំនួននេះគឺជាចំនួនដ៏ច្រើនលើសលប់ជាងខ្សាច់ដែលអាចហូរមកចាក់បំពេញពីទន្លេមេគង្គផ្នែកខាងលើនៅក្នុងឆ្នាំ2022លោកអឹងឌីប៉ូឡាដែលជាមន្ត្រីជាន់មហាខ្ពស់របស់ក្រសួងរ៉ែនិងធម្មពលបានលើកឡើងថាការបូមខ្សាច់មិនត្រឹមតែជួយសម្រួលដល់នាវាចរប៉ុណ្ណោះទេតែអាចការពារការបាក់ច្រាំងទន្លេផងដែរ What? Bro, what are you talking about, man? តែការលើកឡើងដ៏អស្ចារ្យនេះលោកមានការស្រាវជ្រាវណាមួយជាអំណះអំណាងទន្ទឹមនឹងនេះលោកក៏បានលើកឡើងដោយផ្ទាល់មាត់ថាការបូមខ្សាច់អាចធ្វើឲ្យមានការបាក់ច្រាំងទន្លេបានប្រសិនបើក្រុមហ៊ុនមិនគោរពតាមបទដ្ឋានបច្ចេកទេសដែលមានចែងនៅក្នុងអាជ្ញាប័ណ្ណប៉ុន្តែយើងពិតជាឆ្ងល់ណាស់ថាខ្សាច់នៅតែបន្តបូមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំចំណែកឯច្រាំងទន្លេនៅតែបន្តបាក់ទៀតហេតុអ្វីតើមកពីក្រុមហ៊ុនទាំងនោះមិនគោរពតាមបទដ្ឋានបច្ចេកទេសដែលមានចែងនៅក្នុងអាជ្ញាប័ណ្ណឬក៏មកពីក្រសួងខ្លួនឯងមិនមានសមត្ថភាពក្នុងការតាមដានដោយយកចិត្តទុកដាក់ដូច្នេះដើម្បីដំឡាភាពសូមលោកនិងអស់មន្ត្រីនៃក្រសួងរ៉ែនិងធម្មពលចូលណែនាំនិងពន្យល់ដល់ពួកយើងផងហើយសូមបងប្អូនទាំងអស់គ្នាចែករំលែកវីដេអូនេះសូមអរគុណ